សម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបើកទូលាយឲ្យមានការបញ្ចេញមតិនិងការរិះគន់ក្នុងន័យស្ថាបនាប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានប្រាប់អ្នកសារព័ត៌មានក្រោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Thomas Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចូលជួបសម្ដែងការគូសំនៅវិមានសាមគ្គីភាពនាព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2026លោកជាធីរិទ្ធអ្នកនាំពាក្យសម្ដេចតេជោបានឲ្យដឹងថាក្នុងជំនួបនេះពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សសម្ដេចតេជោបានលើកឡើងថាសិទ្ធិរស់រានមានជីវិតសន្តិភាពនិងស្ថិរភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិនិងសេរីភាពផ្សេងៗរួមទាំងសេរីភាពក្នុងការបញ្ចេញមតិសម្ដេចតេជោបានគូសបញ្ជាក់ដែរថាគ្មានប្រទេសណាមួយអាចអនុវត្តវិស័យសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេដែលគ្រប់ប្រទេសសុទ្ធតែមានចំណុចខ្វះខាតដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់សម្ដេចតេជោបានសម្ដែងក្តីសង្ឃឹមថាអ្នករាយការណ៍ពិសេសរូបនេះនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងសម្ដេចបានបង្ហាញក្តីសង្ឃឹមថាបេសកកម្មរបស់លោកនៅកម្ពុជានឹងជួយឲ្យការយល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាពសិទ្ធិមនុស្សនិងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្ដែងសម្ដេចតេជោបានថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេសអំពីសមិទ្ធផលរបស់កម្ពុជាក្នុងការផ្ដល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនិងការទទួលយកអនុសាសន៍ជាច្រើនពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Thomas Andrew បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដល់ឱកាសឲ្យរូបលោកនិងគណៈប្រតិភូចូលជួបលោកបានចាត់ទុកថាការជួបពិភាក្សានេះគឺជាសញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំងពីការបើកចំហនិងការផ្ដល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្សលោកក៏បានរំលឹកពីបទពិសោធន៍របស់ខ្លួនការធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ាដោយបញ្ជាក់ថាមិនធ្លាប់មានឱកាសជួបជាមួយថ្នាក់ដឹកនាំកម្ពុជាដូចនៅកម្ពុជានោះទេលោកក៏បានកោតសរសើរកម្ពុជាថាជាប្រទេសមួយក្នុងតំបន់ដែលបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើននិងបានតាមដានយកចិត្តទុកដាក់ចំពោះស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃ